នេះគឺជារបៀបនៃការប្រើប្រាស់ tool auto run ដែលយើងអាច run ម្ដងរាប់រយវីដេអូជាដំបូងអ្នកគ្នាចូលមកកាន់ផ្នែក tool auto run នេះមកហើយបន្តមកទៀតយើងចុចកន្លែង translate តបមកយើងដាក់ key អានេះអ្នកគ្នាដាក់ key ពីខ្ញុំទៅទិញពីខ្ញុំទៅខ្ញុំនឹងដាក់ឲ្យ key ហ្នឹងគេយើងចុច add key ចឹងមកយើងចុច check balance នេះទៅដើម្បីឲ្យទៀងផ្ទាត់មើលថា Gmail របស់យើងហ្នឹងហើយលុយរបស់យើងមានចំនួនប៉ុន្មានចឹងតបមកទៀតអានេះយើងយក Germany 2.5 flash នឹងត្រូវហើយតបមកទៀតយើងចុច add key នេះអានេះ key ខ្ញុំអត់មានតន់មានមួយទេអា key ហ្នឹងយើងចុច add មកយើងទៅយក Gemini API មកដាក់អញ្ចឹងអ្នកគ្នាចូលមកកាន់ជ្រោមមកហើយវាយថា AI Studio ប៉ុណ្ណឹងទៅហើយយើងយកឲ្យលើគេនេះតមកទៀតវានឹងនាំអ្នកគ្នាមកកាន់កន្លែង API key ហើយអញ្ចឹងយើងចុចកន្លែង project នេះមកអានេះនេះ key ដែលខ្ញុំធ្លាប់បង្កើតពីមុនណាអញ្ចឹងបើអ្នកគ្នាអត់ទាន់មានទេយើងចុចកន្លែង create project សិននេះ create new project មកចុច create project តទៅ create project ហើយយើង create API key អានេះយើងដាក់ឈ្មោះយើងមកទៅថាអូខេប៉ុណ្ណឹងហើយយើងរើស project មិញនេះ Germany project ហ្នឹង create key គេអញ្ចឹងយើងនឹងបាន key មួយហើយយើងចុចលើ key ហ្នឹងមកចុច copy key នេះ copy key ហ្នឹងមកដាក់ចូលនៅក្នុង tool របស់យើងផាសវាចូលមកយើងចុច save អញ្ចឹងពេលយើងចុច all key យើងនឹងបាន key មួយអញ្ចឹងយើងអាហ្នឹងយើង add key បានកាន់តែច្រើនគឺយើងបកប្រែបានកាន់តែច្រើនដូចគ្នាចុច add បន្ថែមទៀតទៅនេះយើងដូរ Gmail ហើយយើងមិនចុចបង្កើតលើ Gmail តែហ្នឹងទេយើងចុចដូរ Gmail មកនេះដូរ Gmail ទៅ Gmail ណាមួយមកគេនេះអញ្ចឹងមកដល់កន្លែងនេះយើងចុចកន្លែង project មកហើយយើងបង្កើត project ថ្មីមួយទៀតទៅ create new project យើងដាក់ឈ្មោះយើងមកដាក់អូខេ02មិន01ដាក់02ទៀតទៅអូខេឥឡូវវាបង្កើត project ហើយយើងបង្កើត API វិញដាក់ឈ្មោះដូចគ្នាមកlong to នេះ project យើងមិញ create key អញ្ចឹងរួចរាល់ហើយយើងចុច copy key យើងដាក់ដូចមិញទៀតមកនេះដាក់ចូលក្នុង tool save អញ្ចឹងយើងធ្វើបែបហ្នឹងរហូតឲ្យយើងចង់ដាក់ប្រហែល key ក៏បានដែរហ្នឹងនេះចុច add មកហើយដាក់បន្តមកយើងដូរជ្រោមអូច្រឡំយើងដូរ Gmail ទៅអាហ្នឹង key កាន់តែច្រើនកាន់តែល្អយើងដាក់ key បានកាន់តែច្រើនវាបកប្រែបានកាន់តែច្រើនណាបើ Gmail ខ្លះនេះវាចេញបែបនេះគឺយើងបង្កើតបានទេអញ្ចឹងយើងដូរ Gmail ទៅ Gmail ផ្សេងទៅព្រោះ Gmail ខ្លះគឺវា Google វាបែនវាអត់ឲ្យបង្កើតទេអញ្ចឹងយើងត្រូវដូរ Gmail អញ្ចឹងយើងបង្កើត project ថ្មីមកបានដាក់ long 3អូខេ create project បើសិនជាចេញបែបនេះយើងអាចបង្កើតនៅលើ Google Cloud បាននេះយើងមើលសិនថា Gmail ខ្ញុំនេះ Gmail 676
chẳng bây giờประกาศ project វាបានទេចាំមើលនេះបើសិនជាវាប្រកាសបានអញ្ចឹងយើងអាចចុចកន្លែង Google Cloud Console ទៅចុចលើវាហើយយើងដូរ Gmail ទៅ Gmail ប្រកាសបានមិញណានេះ Gmail ហ្នឹងនេះ Gmail នេះអាហ្នឹងយើងបង្កើតកន្លែងនេះអត់បានទេអញ្ចឹងយើងអាចបង្កើតក្នុងនេះបានចុច create មកគេបន្ទាប់មក project យើងនេះឈ្មោះនេះmy project 35971អញ្ចឹងប៉ុណ្ណឹងរួចរាល់ហើយយើងចូលមកកាន់អានេះវិញអាហ្នឹងសម្រាប់ករណី Gmail ណាដែលវាបង្កើតអត់បានណាចុច close មកហើយយើងចុច refresh មួយអញ្ចឹងបន្ទាប់ពីយើង refresh ហើយយើងត្រូវចាំតែខ្ទង់កន្លះនាទីទៅ1នាទីបន្ទាប់មកយើងចុចកន្លែង import project នេះទៅហើយយើង select យកកន្លែង my project 35971ហ្នឹងហើយយើងបង្កើតមិញ import មកអញ្ចឹងវានឹង load មកកន្លែងនេះហើយយើង create key ទៅ key យើងដាក់ឡង04នេះអញ្ចឹងចុច createគេចាំតិចអញ្ចឹងវាបាន key ហ្នឹងហើយយើង copy key ហ្នឹងទៅដាក់ចូលក្នុងនេះចូលមកយើងចុច save អញ្ចឹង key យើងបាន3ហើយអញ្ចឹងយើងអាចប្រើបានបកប្រែរឿងបានខ្លះវាអត់បានច្រើនទេគ្រាន់តែវាបានខ្ទង់មួយរឿងពីររឿងអញ្ចឹងគេប៉ុណ្ណឹងយើងចុច close មកតមកទៀតយើងដាក់ folder រឿងរបស់យើងចង់បកប្រែរឿងណាអូខេនេះរឿងខ្ញុំបាន download ហើយចុចលើវានឹងមកចុច select folder អញ្ចឹងរឿងវានឹងធ្លាក់ចូលក្នុងform របស់យើងហើយយើងចុចrun ហ្មងក៏បានដែរឬក៏យើងចង់កែនេះចង់កែចង់ edit ដាក់ blur ដាក់អីយើងកែក្នុងហ្នឹងមកដាក់ license ដាក់អីចង់ crop ចង់អីដាក់ micro ដាក់ filter អីដាក់ក្នុងហ្នឹងមកតែខ្ញុំអត់ខ្ជិលដាក់អញ្ចឹងខ្ញុំចុច run ហ្មងចុច run ទៅអញ្ចឹងវានឹងដំណើរការចាំតិចទៅវាកំពុងតែបកប្រែឲ្យយើងគេអញ្ចឹងបន្ទាប់ពីយើងចាំមកស្ទុះមកវាបកប្រែបាន3វីដេអូហើយអញ្ចឹងយើងចុច play តាមមើលហើយខ្ញុំវិញនេះជាប្រដាប់ភ្លេងលេងដែលម៉ាក់ខ្ញុំរៀនចេញមក20មនុស្សអីគូនឲ្យធ្វើបាំម៉ាក់ខ្ញុំទេហាមគាត់មិនឲ្យធ្វើបាំនេះជាក្លិនរបស់ខ្លួនមកផ្លាស់ពិភពលោកគេអញ្ចឹងបើអ្នកគ្នាអត់មានពេលទេយើងដាក់អញ្ចឹងចោលទៅហើយពេលដែលវា run ចប់យើងអាចយកទៅផុសបានមក